សម្រាប់ទំហំតុបងប្អូននេះគឺធំខ្លាំងមែនទែនបដោយលោទៅដល់2.81 ហើយសម្រាប់ទទឹងម៉ាផេតនេះគឺលោដល់80សង់ទីម៉ែត្រហើយសម្រាប់តុបងប្អូនគឺមានចន្លោះចោះ2សងខាងណាគឺដើម្បីចោះសម្រាប់ហូតខ្សែភ្លើងនេះគឺតុរបស់គាត់ជាក់ស្ដែងគឺតុយ៉ាងហ្នឹងហើយ2.8 ហើយទទឹង80ហើយសម្រាប់កែមតុរបស់បងប្អូននេះអានេះគឺគាត់ចង់បានអាកោងអញ្ចឹងណានេះកោងនេះគឺកោង8-10សង់ទីម៉ែត្រអញ្ចឹងអត់អីទេអានឹងគឺយើងអាចធ្វើបានអញ្ចឹងណាអានេះគាត់តោះមកយើង recommend material អាណាដែលល្អឲ្យគាត់យកទៅប្រើណាហើយអញ្ចឹងគាត់ថានេះគាត់yes បងចង់បានអាសាច់យ៉ាងសាច់អញ្ចឹងហ្នឹងហើយនេះ material នេះដែលយើងការងារដែលយើងធ្លាប់ធ្វើឲ្យខាងគាត់ PC គឺយើងធ្វើ material នឹងជូនគាត់អានេះវាល្អសាច់វា5 mm តោះមកទៅគឺបងបើចាប់បានគាត់ផ្ញើពណ៌មកឲ្យគាត់ចង់យកតែពណ៌ទេអត់មានប្រយោជន៍ភាពម៉ូដញ៉ៃៗទេគឺពណ៌បែបហ្នឹងអញ្ចឹងលក្ខណៈវាពណ៌ pastel អូខេអញ្ចឹងបន្ទាប់ពីបងប្អូនគាត់ confirm ពណ៌ហើយគឺយើងចាប់បានធ្វើការងារនឹងបន្តទៀតហើយនេះគឺជា map pad បងប្អូនបន្ទាប់ពីយើង print ហើយណាបងពណ៌ឡើងរលើបរលោងតែម្ដងហើយសាច់ស្អាតមែនទេណាសាច់ស្អាតហ្មងហើយសម្រាប់ពណ៌សម្រាប់សាច់បងមើលនេះរលោងហ្មងសាច់រលោងហ្មងសាច់ស្អាតអានេះគឺយើងចោះចន្លោះនេះចោះចន្លោះ2សម្រាប់ហូតខ្សែភ្លើងមាន2នេះចោះសងខាងហ្នឹងហ្មងសាច់មើលផេតស្អាតមែនតើបងនេះកោងអានេះកន្លែងចំណុចកោងដែលយើងកាត់8-10សង់ទីម៉ែត្រណាចំណុចកោងចឹងយើងកាត់បាននេះវែងមែនតើនោះនៅសល់ខាងក្រោយនោះទៀតវែងមែនតើ2.81ហើយទទឹងគឺ80សង់ទីម៉ែត្របងអញ្ចឹងបងត្រូវការកំងកាត់ចង់អីអាហ្នឹងបងអាចតាក់ទងតាម Telegram មកផ្ញើទំហំដែលបងចង់បានឬក៏មានរូបភាពមានអីបងចង់ print បងអាច print រូបភាពអីក៏បានចង់ដាក់ឈ្មោះចង់អក្សរធ្វើអីក៏បានដែរអញ្ចឹងណាហ្នឹងហើយតាក់ទងតាម Telegram មក page មកហ្នឹងហើយអរគុណបង